ជំរាបសួរបងប្អូនថ្ងៃនេះមកយើងមកធ្វើជីត្រីបាក់ប៉ាស៊ីមីជីធម្មជាតិមកគ្នាបងប្អូនហើយជាក្នុងសបងប្អូនឃើញនេះគឺទឹកដូងទុំដែលយើងប្រមូលផ្សារមកហើយសូមបញ្ជាក់បងប្អូនដែលគាត់ត្រូវការផលិតប្រើនៅក្នុងចំការឬក៏បែបធម្មជាតិគឺយើងណែនាំមែនតើសម្រាប់ជីត្រីបាក់ប៉ាស៊ីមីជីធម្មជាតិនេះមានទាំងកាកស្ករមានទាំងកន្ទក់មានទាំងម្នាស់អញ្ចឹងជួយឲ្យដំណាំបងប្អូនលូតលាស់បានល្អជាពិសេសនោះគឺជីត្រីបាក់នេះជួយដល់ដីបងប្អូនឲ្យមានជីវជាតិល្អហើយជាពិសេសនោះទៀតគឺជីត្រីបាប់ SMB ជីធម្មជាតិអាចបាញ់ទៅលើប្រព័ន្ធឫសនិងស្លឹកបានសម្រាប់បងប្អូនយកទៅបាញ់ទៅលើប្រព័ន្ធឫសគឺយើងណែនាំឲ្យជីត្រីបាប់ SMB ជីធម្មជាតិ1លីត្រយើងលីត្រទឹក100លីត្រសម្រាប់បាញ់ទៅតាមប្រព័ន្ធឫសអញ្ចឹងនេះដូចជាបងប្អូនឃើញត្រីដែលពួកយើងបានធ្វើនេះគឺជាប្រភេទត្រីកំប៉ុងកតុយរឹងគឺជាប្រភេទត្រីដែលស៊ីចំណីនៅក្នុងទឹកជ្រៅអញ្ចឹងវាសម្បូរទៅដោយជីវជាតិរ៉ែផ្សេងជាច្រើនហើយបងប្អូនយកទៅប្រើលើដំណាំជួយឲ្យឫសបងប្អូនរឹងមាំល្អស្រូបយកជីវជាតិពីដីយកទៅចិញ្ចឹមដងដើមបានល្អហើយពិសេសជាងនេះទៀតជីទៅអាប់ SMB នេះគឺបងប្អូនខ្ញុំណែនាំឲ្យបងប្អូនប្រើចន្លោះគ្នាជាមួយនឹងស្រោចដីពីច្រើនយើងបាញ់ទៅលើស្លឹកយើងប្រើជី1លីត្រលីត្រទឹក200លីត្រសម្រាប់បាញ់ទៅលើស្លឹកទូនាទីរបស់វាគឺជួយបណ្ដេញសត្វល្អិតអត់ឲ្យសត្វល្អិតមកវៀតមកបំផ្លាញស្រួយស្លឹករបស់ដំណាំរបស់យើងទេហើយបងប្អូនបានឃើញក្នុងវីដេអូនេះជីនេះបាន10ថ្ងៃគឺបែបនេះហើយសម្រាប់បងប្អូនទៅត្រូវការបន្ថែមគ្រឿងផ្សំផ្សេងៗដូចជាកាកស្ករ SMB ពួកយើងមានជូនហើយបងប្អូនអាចចាក់កំងបានហើយដូចរូបភាពខាងក្រោមនេះគឺតេជនដែលគាត់បានទិញយកទៅប្រើប្រាស់ในចំការគាត់ប្រើទៅឃើញបានផលគាត់ទិញផងយកទៅប្រើខ្លួនឯងផងគាត់លក់ផងអញ្ចឹងបងប្អូនអាចសាកប្រើបានហើយយើងប្រើទៅវាខូចសុខភាពរបស់អ្នកប្រើប្រាស់ហើយនឹងដីបងប្អូនកាន់តែប្រើគឺកាន់តែល្អចាំបងប្អូនស្គាល់ជីវៈ SMB ជីធម្មជាតិនេះជាជីត្រីអរគុណច្រើន